នេះនិយាយទៅអានេះខ្ញុំមិនដឹងថាគេហៅអីទេចិត្តចេញផ្កាមកហើយកំពុំមកដាក់ចំណឹងដែកកុំឲ្យវាចេញមកខាងក្រៅហើយបាទនេះវិញខ្ញុំភ្លុកហើយកាលនោះខ្ញុំធ្លាប់មកកាលឆ្នាំ2023ខ្ញុំឃើញអាហ្នឹងខ្ញុំថាជាអាហ្នឹងដូចជាគេញ៉ាំជូរតែខ្ញុំមកហ៊ាននេះដូចអ្នកខ្លះគេថាដូចអាហ្នឹងខ្ញុំមិនដឹងថាខ្ញុំចាំខុសក៏ត្រូវទេណាដូចធៀងត្រាវយើងណារូបរាងវាដូចត្រាវអញ្ចឹងប៉ុន្តែនេះវាជូរហើយគេញ៉ាំជាមួយអំបិលជាមួយទឹកត្រីស្ករអីចឹងណាតែអានេះយកទៅដាក់ជាមួយនំខេកហើយធ្វើស្អីគេទៀតទេនេះម្សថ្ងៃមិត្តភក្តិខ្ញុំគាត់ទៅជាម្ចាស់ហាងហើយគាត់និយាយប្រាប់ខ្ញុំភ្លេចបាត់ហើយតែអាហ្នឹងខ្ញុំភ្លុកមើលហើយជូហ្នឹងឯងដែលបងប្អូនគាត់នៅខាងក្រៅប្រទេសគាត់ញ៉ាំអញ្ចឹងណាហើយខ្ញុំចេះឆ្ងល់ចេះថាចិត្តដូចអាហ្នឹងហើយតែហ៊ានសាស្រាប់ថ្ងៃមួយខ្ញុំឃើញម្ដាយក្មេកខ្ញុំគាត់គាត់មានអាហ្នឹងទៅគាត់កាត់ទុកហើយដាក់ទូកទុកធ្វើម្ហូបទុកធ្វើអីចឹងណាស្រាប់តែមានអីក៏យកចេញមកគាត់ថាខ្ញុំសួរថាចាក់ហ្នឹងបានមកពីណាព្រោះខ្ញុំភ្លក់ទៅជូគាត់ថាមកពីសួនច្បារយើងហ្នឹងទៅឡើងហៅបើពេលហ្នឹងវានៅនឹងដីហើយខ្ញុំរកមើលអត់ឃើញទេស្រាប់ខ្ញុំចងចាំកាលពី2023ខ្ញុំមកខ្ញុំឃើញអាហ្នឹងខ្ញុំថាសង្ស័យអាហ្នឹងស្រាប់ដល់ពេលវាចេញប្លូកកាលនោះវាអត់ទាន់ធំទេខ្ញុំចាក់ក្រិចវាមកតិចញ៉ាំអូអាហ្នឹងមែនហ្នឹងហើយដែលបងប្អូនយើងអត់ញ៉ាំអត់អីទេតែតិចទៀតខ្ញុំសាកហើយតែភាគច្រើនពេលខ្ញុំសាកអញ្ចឹងខ្ញុំអត់ដែលបានថតថាខ្ញុំញ៉ាំអញ្ចឹងណាភាគច្រើនគឺខ្ញុំសាកខំសាកអីព្រោះខ្ញុំចង់ដឹងចង់ឮដែរអញ្ចឹងភាគច្រើនខ្ញុំចង់ដឹងចង់ឮតែបើថាឲ្យចំណូលចូលចិត្តហ្មងអត់ទេគ្រាន់ចង់ដឹងចង់ឮ